សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាស្វាយប៉មអូស្ត្រាលីស្វាយ E2R2 អានេះស្វាយល្អអត់ល្អគេអត់តន់គេច្រកស្វាយនេះវាបើផ្លែធំមកវា1គីឡូកន្លះទៅ2គីឡូដល់មានផ្លែស្វាយអានេះវាផ្លែដែរប៉ុន្តែអត់មូលល្អផ្លែជាងត្រវែងប៉ុន្តែផ្លែរបស់វាគឺមូលដូចផ្លែស្វាយប៉មហ្នឹងនោះតន់ច្រកនោះយ៉ាបាទសូមអរគុណចំពោះបងប្អូនដែលបានតាមដានទស្សនានៅស្វាយផ្លែប៉មអូស្ត្រាលីឬស្វាយ E2R2 បាទសូមអរគុណសូមជម្រាបលា